ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំឈ្មោះសូលីកាបានថ្នាក់ទី12អាននៅវិទ្យាល័យសេរីសុភ័ណ្ឌថ្ងៃនេះខ្ញុំលើកយកមុខវិជ្ជាភូមិវិទ្យាដែលបង្រៀនដោយលោកគ្រូជីសុធីនៅចំពោះទី1លក្ខខណ្ឌសង្គមកម្ពុជាមេរៀនទី1ទម្រង់វិទ្យាសាស្ត្រកម្ពុជាប្រធានបទហេតុអ្វីបានជារាជធានីភ្នំពេញមានដងស៊ីតេប្រជាជនខ្ពស់ជាងគេដោយមិនដែលហៅថាអត្រាភេទវាប្រែប្រួលទៅតាមអ្វីនៅកម្ពុជាបច្ចុប្បន្នអត្រាភេទស្មើគ្នាដែរឬទេបានជារាជធានីភ្នំពេញមានដងស៊ីតេប្រជាជនខ្ពស់ជាងគេព្រោះចំណុចទី1ជាមជ្ឈមណ្ឌលនយោបាយតំបន់នេះជាការកាន់កាប់នៃអំណាចទាំង3ចំណុចទី2ជាមជ្ឈមណ្ឌលសង្គមប្រមូលផ្ដុំដោយក្រសួងអង្គការអន្តរជាតិនិងទំនាក់ទំនងទូតចំណុចទី3ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចត្រីទី1ពាណិជ្ជកម្មប្រមូលផ្ដុំដោយអគារពាណិជ្ជកម្មហិរញ្ញវត្ថុធនាគារនិងទីផ្សារត្រីទី2ឧស្សាហកម្មប្រមូលផ្ដុំដោយរោងចក្រសហគ្រាសធុនតូចធុនធំនិងកម្មករត្រីទី3គោលនគរប្រមូលផ្ដុំដោយផ្លូវគោកផ្លូវដែកផ្លូវទឹកផ្លូវអាកាសត្រីទី4ទេសចរប្រមូលផ្ដុំដោយកន្លែងកំសាន្តសារមន្ទីរជាតិនិងព្រះបរមរាជវាំងចំណុចលេខ4ជាមជ្ឈមណ្ឌលវប្បធម៌ប្រមូលផ្ដុំដោយការអប់រំសិល្បៈកីឡាសាសនាប្រពៃណីនិងទំនៀមទម្លាប់ហើយយើងក៏លេខសិក្សានៅចំណុចអត្រាភេទក៏អត្រាភេទគឺជាចំណុចមនុស្សប្រុសធៀបនឹងមនុស្សស្រីគុណ100ខអត្រាភេទមានការប្រែប្រួលទៅតាមត្រីទី1ស្ថានភាពសង្គមត្រីទី2ស្ថានភាពភូមិសាស្ត្រត្រីទី3តាមអាយុត្រីទី4ចលនាបម្រើលំនៅរបស់ប្រជាជនគោនៅកម្ពុជាបច្ចុប្បន្នអត្រាភេទមិនស្មើគ្នាទេគឺស្ត្រីមានច្រើនជាងបុរសព្រោះត្រីទី1បុរសភាគច្រើនបានស្លាប់ក្នុងរបបខ្មែរក្រហមត្រីទី2បុរសភាគច្រើនស្លាប់ក្នុងសម័យសង្គ្រាម1979ដល់1993ត្រីទី3បុរសធ្វើការងារច្រើននិងធ្ងន់ជាងស្ត្រីត្រីទី4បុរសប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងស្ត្រីគ្រឿងស្រវឹងបារីដើរយប់ត្រីទី5ប្រជាជនធ្លាក់ចុះលទ្ធភាពបង្កកំណើតនៅសម័យខ្មែរក្រហមហើយសូមអរគុណនិងសូមជម្រាបលា